យាយឲ្យកាលពី18ឆ្នាំមុនយាយមិនបានរកឃើញកូនប្រុសតូចម្នាក់នៅក្នុងគំនរសំរាមនៅភាគខាងលិចនៃទីក្រុងទេនោះជាកូនប្រុសរបស់ខ្ញុំគាត់មានស្នាមមេអំបៅនៅលើស្មាស្ដាំរបស់គាត់មែនទេនេះជាប្រាក់500,000 យួនជាការអគុណសម្រាប់ការចិញ្ចឹមគាត់អស់រយៈពេល18ឆ្នាំយាយបានយកលុយនោះហើយអនុញ្ញាតឲ្យយើងនាំកូនប្រុសរបស់យើងទៅលុយនេះគ្រប់គ្រាន់សម្រាប់យាយត្រឡប់ទៅជន់បត់វិញដើម្បីចូលនិវត្តន៍យាយមានរឿងអ្វីកើតឡើងជីអៀនខ្ញុំជាម្ដាយបង្កើតរបស់ចៅយាយស្គាល់ឈ្មោះខ្ញុំដោយរបៀបណាខ្ញុំមិនមានម្ដាយបង្កើតទេខ្ញុំមានតែយាយម្នាក់ប៉ុណ្ណោះជីអៀនហ៊ាននិយាយជាមួយម្ដាយរបស់ចៅបែបនោះដោយរបៀបណាយើងបានស្វែងរកចៅអស់រយៈពេល18ឆ្នាំមកហើយចៅបានស្វែងរកយើងអស់រយៈពេល18ឆ្នាំមកហើយដោយប្រើទំនាក់ទំនងទាំងអស់របស់ចៅតើចៅដឹងទេថាខ្ញុំបានទៅសាលាណាអស់រយៈពេលជាច្រើនឆ្នាំមកនេះតើមិត្តភ័ក្តិរបស់ខ្ញុំជានរណាតើចៅដឹងទេថាខ្ញុំបានដាក់ពាក្យចូលរៀនមុខវិជ្ជាអ្វីតើចៅដឹងទេថាខ្ញុំពាក់ស្បែកជើងទំហំប៉ុណ្ណាប៉ុន្តែយើងបានស្វែងរកចៅអស់រយៈពេល18ឆ្នាំមកហើយដូច្នេះសូមជួយខ្ញុំផងសូមចៅមានឡានទំនើបវីឡាទំនាក់ទំនងអ្វីគ្រប់យ៉ាងខ្ញុំមិនដែលមានអារម្មណ៍ថារបស់ទាំងនោះជារបស់ខ្ញុំទេអ្វីដែលអ្នកបានឲ្យខ្ញុំមិនមែនជាអ្វីដែលខ្ញុំចង់បានទេជីអៀនឪពុករបស់អ្នកគឺជាថៅកែធំនេះជាសំណាងអាក្រក់មួយស៊ីវឡានយើងគាំទ្រអ្នកទុកឲ្យកូនរីករាយនឹងជីវិតខ្ញុំចង់ឲ្យយាយរស់នៅបានល្អតើអ្នកអាចឲ្យគាត់នៅរឿងនោះបានទេខ្ញុំអាចឲ្យគាត់នៅប្រាក់ចំនួន2លានតើវាគ្រប់គ្រាន់សម្រាប់គាត់ដើម្បីរីករាយនឹងវ័យចំណាស់របស់គាត់ទេអ្នកទាំងពីរមកពីពិភពលោកផ្សេងគ្នាយកលុយរបស់អ្នកទៅចេញពីផ្ទះខ្ញុំចាំមើលថាតើអ្នកអាចរឹងមាំបានយូរប៉ុណ្ណាពេលអ្នកទៅដល់រាជធានីខេត្តហើយមើលថាតើភាពខុសគ្នាពិតប្រាកដគឺជាអ្វីអ្នកនឹងត្រឡប់មកវិញហើយអង្វរយាយរបស់ខ្ញុំគុំស្ដាប់ពាក្យចាមអារាមទាំងនោះជីអៀនអ្វីដែលខ្ញុំទើបតែនិយាយគឺចេញពីបាតបេះដូងរបស់ខ្ញុំប្រសិនបើអ្នកចង់ចាក់ចេញយាយពិតជាមិនបញ្ឈប់អ្នកទេពួកគេគឺជាឪពុកម្ដាយរបស់អ្នកជាមួយពួកគេអ្នកនឹងរងទុក្ខតិចជាងនៅពេលអនាគតយាយប្រសិនបើអ្នកបណ្ដេញខ្ញុំចេញម្ដងទៀតខ្ញុំនឹងមិនទៅសាកលវិទ្យាល័យនៅថ្ងៃស្អែកទេខ្ញុំនឹងទៅការដ្ឋានសំណងដើម្បីដឹកអេតអ្នកហ៊ានទេបន្ទាប់មកគុំនិយាយថាខ្ញុំត្រូវចាក់ចេញម្ដងទៀតនាមត្រកូលរបស់ខ្ញុំគឺវងមិនមែនឈែនទេផ្ទះរបស់ខ្ញុំនៅទីនេះខ្ញុំមិនទៅណាទេយាយខ្លាចធ្វើជាបន្ទុកដល់យាយបន្ទុកអ្វីយាយបានចិញ្ចឹមខ្ញុំអស់រយៈពេល18ឆ្នាំមកហើយឥឡូវនេះដល់វេនខ្ញុំចិញ្ចឹមយាយនៅពេលអនាគតនៅពេលដែលខ្ញុំរកលុយបានរឿងដំបូងដែលខ្ញុំនឹងធ្វើគឺបញ្ហាគឺទិញផ្ទះមួយដែលមានទីធ្លាធំមួយជីវិតរបស់យាយសែនមានតម្លៃណាស់សាច់ជ្រូកស្ងោរត្រជាក់យាយនឹងទៅកម្ដៅវាយាយអង្គុយនៅទីនេះហើយរងចាំសែនយាយបានគិតវារួចរាល់ហើយឬនៅយាយបានគិតវារួចរាល់ហើយខ្ញុំមិនចាក់ចេញទេសូមត្រឡប់ទៅវិញយាយមិនស្ដាប់ហេតុផលទេដូច្នេះចៅនឹងត្រូវទទួលផលវិបាកមេធាវីយ៉ាងនេះសម្រាប់យាយអ្នកស្រីវងជំរាបសួរខ្ញុំជាមេធាវីរបស់លោកឆេនជាងយ៉ូនេះជាឯកសារសម្រាប់បណ្ដឹងទាមទារសិទ្ធិឃុំឃាំងយោងតាមច្បាប់ប្រទេសយើងវងសែនគឺជាកូនប្រុសបង្កើតរបស់លោកនិងអ្នកស្រីឆេនជាងយ៉ូពួកគេមានសិទ្ធិទាមទារសិទ្ធិឃុំឃាំងដោយសារស្ថានភាពសេដ្ឋកិច្ចនិងបរិយាកាសរស់នៅបច្ចុប្បន្នរបស់អ្នកមិនអាចផ្ដល់ឲ្យកុមារនៅការអប់រំនិងលក្ខខណ្ឌរស់នៅល្អបានទាំងស្រុងនោះទេតែអ្នកកំពុងព្យាយាមបំភ័យអ្នកណាដោយច្បាប់ខ្ញុំជាមនុស្សជើងទេដែលមិនខ្លាចអ្នកដែលពាក់ស្បែកជើងខ្ញុំជាមនុស្សដែលញ៉ាំបាយមួយខាំនិងផឹកទឹកមួយដំណក់ច្បាប់មិនអាចមិនសមហេតុផលហើយបង្ខំមនុស្សឲ្យទៅឆ្ងាយបានទេលោកឆេនមេធីវីយ៉ាងតើអ្នកមានគម្រោងសរសេរមូលហេតុនៃភាពគ្មានផ្ទះសម្បែងរបស់ខ្ញុំដោយរបៀបណាខ្ញុំត្រូវបានជន់ល្មើសចាប់ពង្រត់និងចាប់ពង្រត់ពេលខ្ញុំនាំអ្នកទៅទិញអីវ៉ាន់មានមនុស្សជាច្រើននិងភ្នែកជាច្រើនក្នុងមួយប៉ព្រិចភ្នែកអ្នកត្រូវបានជន់ល្មើសយកទៅឆ្ងាយយើងបានស្វែងរកអ្នកអស់រយៈពេល18ឆ្នាំមកហើយយ៉ាងហោចណាស់ប្រើពាក្យយូរវង្វេងដើម្បីលុបលាងវា18ឆ្នាំមុនខ្សែសង្វាក់ដើមទុនរបស់គ្រួសារឆេនបានបែកបាក់ហើយពួកគេមានបន្ទុកជាមួយនឹងប្រាក់កម្ចីដែលមិនគិតថ្លៃជាច្រើនអ្នកនិងស្វាមីរបស់អ្នកបានរត់គេចខ្លួនពេញមួយយប់ហើយមិនចង់យកខ្ញុំទៅឆ្ងាយទេក្មេងប្រុសទើបនឹងកើតនេះដែលនៅតែមានគ្រុនក្តៅខ្លាំងគឺជាបន្ទុកមួយគាត់ទើបតែបោះខ្ញុំចោលក្នុងធុងសំរាមនៅភាគខាងលិចនៃទីក្រុងប្រសិនបើជីដូនរបស់ខ្ញុំមិនបានដើរកាត់ហើយនាំខ្ញុំចូលផ្ទះទេខ្ញុំប្រកាសជាកកស្លាប់នៅថ្ងៃដែលមានព្រឺធ្លាក់នោះម្ដាយរបស់សែនអស់សង្ឃឹមនៅពេលនោះប្រសិនបើគាត់បាននាំអ្នកទៅគ្រួសារយើងទាំងមូលប្រកាសជាស្លាប់ដូច្នេះឥឡូវនេះអាជីវកម្មរបស់អ្នកបានរីកចម្រើនយ៉ាងខ្លាំងអ្នកបានរកឃើញថាអ្នកបានបំផ្លាញសុខភាពរបស់អ្នកហើយមិនអាចមានកូនប្រុសបានទៀតទេដោយគ្មាននរណាម្នាក់ទទួលមរតកទ្រព្យសម្បត្តិដ៏ច្រើនរបស់អ្នកចាំឧបករណ៍ដែលអ្នកបានបោះចូលក្នុងធុងសំរាមអ្វីដែលអ្នកចង់បានមិនមែនជាកូនប្រុសតតែសោះ
ប៉ុន្តែជាម៉ាស៊ីនឈាមដើម្បីបន្តពូជពង្សឆេនតើអ្នកកំពុងនិយាយអ្វីមិនសមហេតុផលខ្ញុំបានប្រគល់ជីវិតរបស់អ្នកឲ្យអ្នកត្រឡប់មកវិញនិងទទួលមរតករាប់ពាន់លានតើអ្នកនៅតែមិនពេញចិត្តនឹងអ្វីទុកប្រាក់រាប់ពាន់លានរបស់អ្នកដើម្បីទិញមឈូសមិនអីទេជនអាក្រក់ទាំងពីរនាក់អ្នកបានបោះសាច់ឈាមរបស់អ្នកទៅក្នុងព្រៃដើម្បីស្លាប់ហើយឥឡូវនេះកូនរបស់អ្នកទទួលបានជោគជ័យនិងបានចូលរៀននៅសាកលវិទ្យាល័យល្អអ្នកត្រឡប់មកវិញដើម្បីទទួលបានរង្វាន់មិនមានអ្វីដែលហៅថាអាហារថ្ងៃត្រង់ឥតគិតថ្លៃទេចេញទៅផ្លូវតូចចង្អៀតនេះមិនស្វាគមន៍អ្នកទេស៊ីវឡានបានរងទុក្ខវេទនាយ៉ាងខ្លាំងដើម្បីចិញ្ចឹមកូនម្នាក់នេះហើយអ្នកហ៊ានមកយកនាងទៅយើងប្រជាជននៅតាមផ្លូវខាងកើតទាំងមូលនឹងថ្លែងទីបន្តជំនួសស៊ីវឡានយើងនឹងរងចាំមើលរឿងនេះខ្ញុំចង់ដឹងថាសិស្សក្រីក្រដូចអ្នកអាចរឹងមាំបានរយៈពេលប៉ុន្មានឥឡូវនេះយាយសុខសប្បាយជីទេជីអៀនអ្នកជាគ្រួសារក្រីក្រប៉ុន្តែអ្នកមានទុកលុយនេះឲ្យចិត្តអ្នកកុំធ្វើបាបខ្លួនឯងពេលអ្នកទៅដល់ទីក្រុងអីយាយចៅប្រុសរបស់អ្នកធ្វើការជាអ្នកដឹកអីវ៉ាន់រយៈពេល2ខែក្នុងអំឡុងពេលវិស្សមការរដូវក្តៅហើយក៏បាននាំសិស្សវិទ្យាល័យចំនួន3នាក់មកសម្រាប់ថ្លៃសិក្សានិងថ្លៃរស់នៅខ្ញុំរកបានគ្រប់គ្រាន់ហើយអ្នកអាចទុកលុយនេះដើម្បីទិញសាច់បានកុំធ្វើការហួសកម្លាំងយកទេមិនចាំបាច់សុំជំនួយទេខ្ញុំពិតជាមានណាស់មិនអីទេកុំកំណាញ់ពេលអ្នកចេញទៅក្រៅញ៉ាំអ្វីដែលអ្នកត្រូវការហើយកុំឃ្លានការចំណាយនៅក្នុងទីក្រុងខ្ពស់បើអ្នកអស់លុយគ្រាន់តែប្រាប់យាយនឹងរកលុយឲ្យអ្នកបន្ថែមទៀតខ្ញុំយល់ខ្ញុំនឹងត្រឡប់មកវិញជាមួយលុយច្រើនសម្រាប់អ្នកជីអៀនពេលអ្នកទៅដល់សាលារៀនចូលបង្កើតចំណាប់អារម្មណ៍ល្អចំពោះគ្រូនិងមិត្តរួមថ្នាក់របស់អ្នកកុំកំណាញ់នឹងលុយជីអៀនកំពុងសិក្សានៅខេត្តរាជធានីខ្ញុំមិនដឹងថាអាហារនៅក្នុងអាហារដ្ឋាននោះត្រូវចិត្តគាត់ឬអត់ទេទឹកជ្រលក់ម្ទេសគឺជាអ្វីដែលគាត់ចូលចិត្តតាំងពីគាត់នៅតូចស៊ុតគឺមកពីមាន់របស់យើងផ្ទាល់ស៊ុតទីក្រុងមិនមានរសជាតិឆ្ងាញ់ដូចនេះទេសុំទោសនារីវ័យក្មេងតើខ្ញុំរើទៅសាកលវិទ្យាល័យរាជធានីដោយរបៀបណាជិះឡានក្រុងលេខ128ទៅចំណតចុងក្រោយខ្ញុំនៅទីនេះឡានក្រុងលេខ128យាយតើយាយកំពុងសួរផ្លូវមែនទេខ្ញុំរកសាលាចៅប្រុសខ្ញុំមិនឃើញទេគាត់ឈ្មោះវ៉ងសែនគាត់រៀននៅសាកលវិទ្យាល័យរាជធានីនេះជាលេខទូរស័ព្ទដែលគាត់បានឲ្យខ្ញុំតើយាយអាចទូរស័ព្ទទៅគាត់បានទេតើខ្ញុំគួរទូរស័ព្ទទៅគាត់ទេខ្ញុំខ្លាចគាត់នឹងបារម្ភមិនអីទេកុំបារម្ភខ្ញុំនឹងទូរស័ព្ទទៅគាត់យាយហេតុអ្វីបានជាយាយនៅទីនេះហេតុអ្វីបានជាយាយមិនប្រាប់ខ្ញុំជាមុនខ្ញុំនឹងទៅយកយាយនៅស្ថានីយ៍យាយទើបតែយកអាហារមកឲ្យយាយព្រោះគាត់បារម្ភថាចៅមិនចូលចិត្តអាហារនៅអាហារដ្ឋានសាលាមើលយាយបែកញើសខ្លាំងយាយចង់ញ៉ាំអ្វីស៊ុបមីសាច់គោនេះឆ្ងាញ់ណាស់យាយមិនឃ្លានទេកូនអាចញ៉ាំបានយាយទើបតែមកយកអ្វីមួយមកឲ្យយាយមកទីនេះហើយចៅមិនទាន់បានញ៉ាំមួយម៉ាត់ផងតើខ្ញុំអាចមានអារម្មណ៍ល្អចំពោះរឿងនោះដោយរបៀបណាញ៉ាំឲ្យអស់ហើយយាយនឹងនាំចៅទៅស្ថានីយ៍មិនអីទេយាយខ្ញុំបានទុកសម្បត្តិរបស់យាយចោលហើយរថភ្លើងចេញក្នុងរយៈពេល1ម៉ោងទៀតមិនអីទេចៅអាចនៅសាលារៀនបានបន្ទាប់ពីចៅញ៉ាំទឹកជ្រលក់ម្ទេសរួចសូមទូរស័ព្ទទៅយាយហើយយាយនឹងធ្វើម្ហូបបន្ថែមមិនអីទេយាយថែរក្សាខ្លួនឯងនៅផ្ទះចៅនឹងផ្ញើលុយឲ្យយាយជារៀងរាល់ខែមិនអីទេចៅអាចត្រឡប់ទៅវិញឥឡូវនេះកុំខកខានថ្នាក់រៀនចៅមិនចាំបាច់នាំខ្ញុំទៅទេចៅអាចគ្រប់គ្រងខ្លួនឯងបានត្រឡប់ទៅវិញឥឡូវនេះយាយរងចាំខ្ញុំចៅនឹងរងចាំរហូតដល់ខ្ញុំបញ្ចប់ការសិក្សាចៅប្រកាសជានឹងធ្វើឲ្យប្រកាសថាចៅមានជីវិតល្អស៊ីវឡានមានរឿងអ្វីកើតឡើងអ្នកនាយកដីរបស់ចៅគឺចេនជៀនគូគាត់និយាយថាគាត់បានទិញដីនេះពេលគាត់មកខ្ញុំគិតថាគាត់គ្រាន់តែនិយាយវាប៉ុណ្ណោះស៊ីវឡានចៅបានធ្វើឲ្យចៅអាអន់ចិត្តយ៉ាងខ្លាំងមនុស្សដែលមានលុយនិងអំណាចអាចទិញដីបានភ្លាមអ្នកគួរតែប្រញាប់ឡើងហើយទូរស័ព្ទទៅឆែនយាយគ្មានកន្លែងរស់នៅទេឆែនជាងយោបានទិញដីរបស់យើងហើយប្រាប់យាយឲ្យផ្លាស់ចេញក្នុងរយៈពេល7ថ្ងៃយាយកុំបារម្ភអីយាយនឹងមកភ្លាមរងចាំនៅផ្ទះកុំទៅណាទេយាយកុំខ្លាចអីយាយនៅទីនេះយាយមិនអនុញ្ញាតឲ្យអ្នកគ្មានផ្ទះសម្បែងទេថ្ងៃស្អែកយាយនឹងទៅរកកន្លែងមួយនៅជិតសាលារៀនយាយអាចចូលនៅបានឆែនយាយមិនអាចធ្វើជាបន្ទុករបស់អ្នកបានទេយាយតើអ្នកកំពុងនិយាយអ្វីបន្ទុកអ្វីយាយបានចិញ្ចឹមខ្ញុំអស់រយៈពេល18ឆ្នាំវាត្រឹមត្រូវហើយដែលខ្ញុំចិញ្ចឹមអ្នកមិនត្រូវបានអនុញ្ញាតឲ្យទៅណាទេគ្រាន់តែរស់នៅជាមួយខ្ញុំយាយចុះផ្ទះនេះវិញវានៅជិតសាលារៀនណាស់ខ្ញុំអាចមកជួបយាយរាល់ថ្ងៃពន្លឺថ្ងៃល្អយាយអាចងូតទឹកព្រះអាទិត្យនៅលើយ៉មិនអីទេឆែនយាយបានធ្វើឲ្យយាយចំណាយលុយម្ដងទៀតយាយប្រសិនបើអ្នកនិយាយរឿងបែបនេះម្ដងទៀតយាយនឹងខឹងយ៉ាងខ្លាំងនេះជាផ្ទះរបស់ខ្ញុំ